ថៃស្នើដកទ័ពតាមបណ្ដោយព្រំដែនកម្ពុជាលើកហេតុផលថាចំណាយច្រើនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណាតាផុនណាផានិចបញ្ជាក់កាលពីល្ងាចថ្ងៃទី23ខែកុម្ភៈនេះថាក្រសួងការពារជាតិថៃបានស្នើឲ្យដកកងទ័ពដែលឈរជើងតាមបណ្ដោយព្រំដែនថៃកម្ពុជាចេញពីតំបន់បន្តិចម្ដងលោកស្នើបែបនេះទៅកាន់ក្រុមប្រឹក្សាការពារជាតិថៃដោយលោកលើកហេតុផលថាដើម្បីកាត់បន្ថយការចំណាយរដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះបានមានប្រសាសន៍ទៀតថាសម្រាប់នាពេលបច្ចុប្បន្ននិងអនាគតដ៏ខ្លីខាងមុខវានៅតែមានសារៈសំខាន់ក្នុងការរក្សាវត្តមានយោធាតាមបណ្ដោយព្រំដែនដែលភាគច្រើនមិនទាន់បានកំណត់ព្រំដែនរវាងប្រទេសថៃនិងកម្ពុជាជាពិសេសនៅក្នុងតំបន់ដែលកងទ័ពថៃដណ្ដើមបានក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងសាហាវកាលពីខែធ្នូលោកបានទទួលស្គាល់ថាការរក្សាកងទ័ពតាមបណ្ដោយព្រំដែនដែលមានប្រវែង798គីឡូម៉ែត្រគ្រប់ពេលវេលាគឺមិនអាចទៅរួចទេហើយចំណាយច្រើនដោយលោកបានស្នើឲ្យដកកងទ័ពបន្តិចម្ដងទៅកាន់ក្រុមប្រឹក្សាការពារជាតិដើម្បីកាត់បន្ថយចំណាយ